យន្តហោះដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកគឺយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 Spirit យន្តហោះដែលប្លែកជាងគេបំផុតរបស់ពិភពលោក B2 Spirit គឺជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយធន់ធ្ងន់តាមពិតយន្តហោះ B2 គឺជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយប្រតិបត្តិការតែមួយគត់របស់ពិភពលោកហើយជាមួយនឹងតម្លៃកម្មវិធីសរុបចំនួន2.130,000 លានដុល្លារក្នុងយន្តហោះ B2 មួយគ្រឿងក៏ជាយន្តហោះដែលមានតម្លៃថ្លៃជាងគេបំផុតរបស់ពិភពលោកផងដែរ Spirit ត្រូវបានរចនាឡើងកំឡុងពេលកំពូលនៃសង្គ្រាមត្រជាក់ក្រោមគម្រោង Advanced Technology Bomber របស់រដ្ឋាភិបាលលោក Carter នៅក្នុងគោលបំណងជ្រៀតចូលប្រព័ន្ធការពារដែនអាកាសសូវៀតដែលកាន់តែទំនើបហើយទាក់ទាញគោលដៅតម្លៃខ្ពស់ដើម្បីជៀសផុតពីប្រព័ន្ធការពារដែនអាកាសរបស់សូវៀតដែលងាយរងគ្រោះនិងស្លាប់បាត់បង់ជីវិតយន្តហោះ B2 ត្រូវបានរចនាឡើងជុំវិញបច្ចេកវិទ្យាបំបាំងកាយដែលអនុញ្ញាតឲ្យយន្តហោះទម្លាក់គ្រាប់បែកអាចជ្រាបចូលទៅក្នុងដែនអាកាសដែលមានការប្រកួតប្រជែងដោយមិនអាចរកឃើញបានយន្តហោះ B2 ជាមួយនឹងការសង្កេតទាបរបស់វាមានសមត្ថភាពដាក់ពង្រយអាវុធធម្មតានិងថេម៉ូនុយក្លេអ៊ែរការចំណាយដ៏គួរឲ្យកត់សម្គាល់របស់កម្មវិធីគឺគួរឲ្យចង់សើចនៅអំឡុងពេលសង្គ្រាមត្រជាក់ពេលដែលយន្តហោះ B2 ត្រូវបានរចនានិងបញ្ជាទិញជាលើកដំបូងឡើយយន្តហោះទម្លាក់គ្រាប់បែកចំនួន132គ្រឿងត្រូវបានរំពឹងថានឹងត្រូវបានផលិតឡើងដោយផ្ដល់នូវសហរដ្ឋអាមេរិកនៃធនធានដ៏ធំធេងសម្រាប់ជ្រៀតចូលទៅក្នុងដែនអាកាសសូវៀតទោះបីជាយ៉ាងណាក៏ការដួលរលំរបស់សហភាពសូវៀតដែលបានកើតឡើងត្រឹមតែ2ឆ្នាំបន្ទាប់ពីការហោះហើរលើកដំបូងរបស់ B2 ក្នុងឆ្នាំ1989ហើយជាងពាក់កណ្ដាលទសវត្សរ៍មុនពេលណែនាំរបស់យន្តហោះ B2 ក្នុងឆ្នាំ1997បានចាក់ចោលនៃ B2 ដោយមិនមានគោលបំណងចម្បងរបស់វាការចំណាយដ៏គួរឲ្យកត់សម្គាល់របស់កម្មវិធីគឺគួរឲ្យចង់សាច់នៅអំឡុងពេលសង្គ្រាមត្រជាក់ពេលដែលយន្តហោះ B2 ត្រូវបានរចនានិងបញ្ជាទិញជាលើកដំបូងឡើយយន្តហោះទម្លាក់គ្រាប់បែកចំនួន132គ្រឿងត្រូវបានរំពឹងថានឹងត្រូវបានផលិតឡើងដោយផ្ដល់នូវសហរដ្ឋអាមេរិកនូវធនធានដ៏ធំធេងសម្រាប់ជ្រៀតចូលទៅក្នុងដែនអាកាសសូវៀតទោះបីជាយ៉ាងណាក៏ការដួលរលំរបស់សហភាពសូវៀតដែលបានកើតឡើងត្រឹមតែ2ឆ្នាំបន្ទាប់ពីការហោះហើរលើកដំបូងរបស់ B2 ក្នុងឆ្នាំ1989ហើយជាងពាក់កណ្ដាលទសវត្សរ៍មុនពេលណែនាំរបស់យន្តហោះ B2 ក្នុងឆ្នាំ1997បានចាក់ចោលនៅ B2 ដោយមិនមានគោលបំណងចម្បងរបស់វាក្នុងអំឡុងសន្ទរកថារដ្ឋក្នុងឆ្នាំ1992ប្រធានាធិបតីលោក George H. Bushបានប្រកាសថាការផលិតយន្តហោះ B2 នឹងត្រូវកាត់បន្ថយមកត្រឹមតែ20យន្តហោះគឺតិចជាង1/9នៃការព្យាករណ៍យន្តហោះដំបូង132គ្រឿងជាមួយនឹងសង្គ្រាមត្រជាក់បានប្រើប្រាស់ថាបណក់ញាក់បងពុននិងសភាលែងឈ្មានឆ្នេរកាន់តម្លៃកណូអាសម្រាប់កម្មវិធី B2 ធំធេងទៀតហើយតាមពិតតម្លៃរបស់យន្តហោះ B2 គឺថ្លៃហួសហេតុពេកពួកវាคล้ายទៅជារឿងចម្រុងចម្រាសសាធារណៈការិយាល័យគណនេយ្យទូទៅរបស់សភាបានឲ្យដឹងក្នុងឆ្នាំ1996ថាយន្តហោះ B2 នឹងក្លាយទៅជាយន្តហោះទម្លាក់គ្រាប់បែកដែលមានតម្លៃថ្លៃជាងគេបំផុតសម្រាប់ការប្រតិបត្តិការលើទីតាំងយន្តហោះមួយគ្រឿងយន្តហោះ B2 នឹងត្រូវចំណាយ3ដងច្រើនជាង B1 និងច្រើនជាង4ដងជាងយន្តហោះ B52បញ្ហាចំណាយបន្ថែមគឺតម្រូវការថែរក្សារបស់ B2 សម្រាប់ម៉ោងហោះហើរមួយ B2 ត្រូវការថែរក្សា119ម៉ោងតាមប្រៀបធៀប B1 ត្រូវការតែ60ម៉ោងខណៈពេលដែល B52 ត្រូវការតែ53ម៉ោងប៉ុណ្ណោះការចំណាយរបស់យន្តហោះ B2 ត្រូវបានកើនឡើងដោយតម្រូវការដែលមានទំហំធំល្មមសម្រាប់ដាក់ស្លាប172ហ្វុតរបស់ B2 ហើយអាចត្រូវរកទុកឲ្យទស្សត្រជាក់ដើម្បីសម្រួលដល់ឈុតកាត់បន្ថយសីតុណ្ហភាពរបស់ B2សរុបមកយន្តហោះ B2 មានតម្លៃប្រហែល$135,000ក្នុង1ម៉ោងនៃពេលវេលាហោះហើរដែលជាតម្លៃ2ដងជាងយន្តហោះ B1 ឬក៏ B52 The Spirit មិនមែនជាប្រព័ន្ធអាវុធតែមួយទេដែលមើលទៅល្អសម្រាប់អ្នករៀបចំការបង្ការនៅទសវត្សរ៍ទី1980ប៉ុន្តែបង្កការខឹងសម្បើមនៅទសវត្សរ៍ទី1990និងទសវត្សរ៍ទី1990តិចជាងមិនពេញចិត្តសូវៀតមិនពេញចិត្តសូវៀតទេមិនទាន់បានយល់ច្បាស់ទេប្រហែលជាមិនតម្លៃហួសហេតុពេក